រណភាពទៅហើយហើយអ្វីបានជារស់ឡើងវិញមិនត្រឹមតែប៉ុណ្ណោះនេះមិនមែនជាពាក្យចចាមបារាំងទេគឺអ្នកភូមិនិយាយសឹងតែគ្រប់គ្នាសម្បីតែព្រឹកមិញនៅពេលដែលអ៊ំពុកដួងអ៊ំដេតនិងមហាឆៃធ្វើដំណើរចូលទៅក្នុងភូមិក៏បានដឹងផងដែរគឺបានឮអ្នកភូមិនិយាយអំពីប្រវត្តិស្ត្រីវ័យចំណាស់ម្នាក់ដែលបានទទួលមរណភាពឥឡូវបែរជាគេនៅរស់ឡើងវិញតើអាចកើតឡើងយ៉ាងដូចម្តេចទៅចំណែកគ្រូមាក៏បានដឹកដៃកូនស្រីពៅទៅកន្លែងទៀងទឹកបន្ទាប់មកក៏ប្របានស្រោចទឹកដល់គ្រូឲ្យកូនទៀតដែលមិនទាន់បានរៀបចំពិធីឲ្យស្រួលបួលផងគាត់និយាយថាបានហើយកូនឯងទៅផ្លាស់សម្លៀកបំពាក់រៀបចំម្ហូបឲ្យបងឯងហូបទៅរួចហើយគ្រូមាក៏បាននិយាយមកកាន់មហាឆៃរួមជាមួយនឹងអ៊ំថាពួកឯងមានរឿងដែលត្រូវធ្វើទៀតហើយយើងមិនចង់ប៉ះពាល់នឹងរឿងមនុស្សលោកទៀតឡើយឥឡូវនេះពួកឯងមានរឿងដែលត្រូវដោះស្រាយហើយណាគ្រាន់តែលើបែបនេះមហាឆៃពុកជឿនអ៊ំជូតអ៊ំចាន់ក៏សុទ្ធតែបានដឹងហើយថាតើគ្រូមាចង់មានន័យដូចម្តេចទៅដោយសារតែរឿងមនុស្សដែលស្លាប់ហើយរស់ឡើងវិញនេះពួកគាត់តែងតែឮជាញឹកញាប់ជាពិសេសគឺអ្នកដែលចេះវិជាអាធមនឹងឯងគឺតែងតែរស់ហើយក៏ស្លាប់ហើយក៏រស់ឡើងវិញនេះគឺជារឿងធម្មតារបស់អ្នកដែលរៀនមុនវិជាអត់ទាំងនឹងហើយគាត់ក៏បាននិយាយបន្តថានៅពេលដែលវិញ្ញាណនោះចូលមកឃុំក្រងនៅក្នុងខ្លួនរបស់គេក៏ស្រាប់តែរស់ឡើងវិញប៉ុន្តែនៅពេលដែលវិញ្ញាណនោះចាស់ចិត្តទៅវិញគេនឹងស្លាប់ម្ដងទៀតតែកើតឡើងចំពោះតែនរណាដែលខកដំណំក៏ដូចជាចិត្តនឹងអស់ជីវិតតែប៉ុណ្ណោះប៉ុន្តែវិញ្ញាណធ្ងន់ប្រភេទនេះគឺកាយសាហាវខ្លាំងណាស់នៅពេលដែលវាចិត្តនឹងអស់អាយុជីវិតឬក៏វាកំពុងតែរកទីជាថ្មីដើម្បីមកឃុំក្រងគឺវាត្រូវការឈាមស្រស់ក៏ដូចជាយកជីវិតរបស់នរណាម្នាក់ដើម្បីមកបំពេញនៅធម៌ពលរបស់វាដូច្នេះហើយប្រកាសជាការសាហាវខ្លាំងណាស់បើសិនជាជីដូនរបស់សោភ័ណ្ឌបានធ្វើដំណើរមកកន្លែងភូមិនេះពិតមែនអ្នកដែលវាចង់យកប្រកាសណាស់គឺជាអ្នកដែលនៅក្នុងភូមិនេះចិត្តជាមិនខានពេលនោះគ្រូមាក៏បាននិយាយគាត់ថាបើសិនជាយ៉ាងហ្នឹងមែនអ្នកដែលត្រូវស្នងទីយិតគឺច្បាស់ជាសោភ័ណ្ឌហើយយើងក៏មិនទាន់ច្បាស់ដែរថាសោភ័ណ្ឌបានស្នងហើយឬនៅប៉ុន្តែជាធម្មតាទៅហើយមិនដែលគេមិនទាន់ស្នងទេអាយុរបស់គេប៉ុណ្ណេះហើយចំណែកនៅពេលដែលលឺអ៊ំសូននិយាយបែបនេះទៀតអ៊ំដេក៏បានទៅវិញថាឥឡូវស្រុកភូមិរបស់គ្រូមាកំពុងតែជួបគ្រោះថ្នាក់ដោយសារតែវិញ្ញាណខ្មៅចូលមកឯងទៅខ្វល់អីពីមនុស្សស្រីម្នាក់ហ្នឹងយើងមិនដឹងច្បាស់ទេថាគេជាអ្វីពិតប្រាកដហើយអ្វីក៏ឯងគិតបែបនេះដោយសារតែអំបែកមិញអ៊ំសូនគាត់និយាយការពារមនុស្សដែលគាត់ស្រឡាញ់នៅពេលដែលលឺបែបហ្នឹងអ៊ំញ៉ាំក៏បានតបថាគុំទៅនិយាយអីយើងពិភាក្សាជាមួយនឹងគាត់សិនថាតើគួរត្រូវធ្វើយ៉ាងម៉េចទៀតគ្រូមាក៏បានតបថាណាហើយកុំប្រកែកគ្នាអីឥឡូវនេះយើងជឿថាគេចូលមកក្នុងភូមិនឹងនាំភាពវិនិច្ឆ័យអន្តរាយមកកាន់អ្នកភូមិចាស់ជាមិនខានតែឥឡូវយើងគួរតែរកវិធីដើម្បីចាត់ការយើងមិនចង់លូកដៃទេទុកឲ្យពួកឯងជាអ្នកចាត់ការទៅចុះរីឯពុកឈឿនក៏បានតបថាមិនអីទេមាមិនបាច់ឲ្យមាប្រឡាក់ប្រឡូកនឹងរឿងទាំងអស់ហ្នឹងទេទុកឲ្យពុកខ្ញុំជាអ្នកធ្វើក៏បានដែរគ្រូមាក៏បានតបថាយើងដឹងថាក្នុងចំណោមអ្នកស្រុកអ្នកភូមិក៏មានចំណែកពួកយើងដែរដែលវាចង់ចាត់ការព្រោះយើងឃើញវិញ្ញាណខ្មៅតាមកូនស្រីរបស់យើងមកតែមិនអីទេយើងបានស្រោចទឹករំដោះគ្រូឲ្យគេហើយ